Chili Monjaro សេរី 2026 ដែលជាប្រភេទ SUV លំដាប់អភិជនប្រណិតខ្លាំងបងប្អូនចូលមកដល់ការ design ការរចនាវិញណាបងប្អូនគឺស្អាតយកតែមែនតែម្ដងហើយប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់តែម្ដងបងប្អូនហើយចង្គៀងក៏ជាប្រភេទ LED ដែលមានមុខងារបិទបើកដោយស្វ័យប្រវត្តិបូករួមជាមួយនឹង daytime running light ជាប្រភេទ LED design បែបនេះគឺស្អាតហើយប៉ាណាវិញណាបងប្អូនគឺថ្មីទំនើបមើលទៅគឺស៊ីវិល័យខ្លាំងតែម្ដងបងប្អូនជាមួយនឹងភ្លើងប្រភេទ LED ហើយនឹងរបាភ្លើងពីឆ្វេងរហូតមកដល់ស្ដាំការ design ផ្នែកខាងក្នុងវាកាន់តែប្រណិតថែមមួយកម្រិតទៀតបងប្អូនដោយសារតែបានប្រើប្រាស់ជាមួយនឹងពូកស្បែកដែលមានការរចនាម៉ូដលយមែនទែនប្រើប្រាស់ជាមួយនឹងអេក្រង់រហូតទៅដល់3គឺទំហំរហូតទៅដល់បាទ 12.3 អ៊ីងដូចគ្នាចង្កឹះលេខបងប្អូន design ស្អាតមានហ្វ្រាំងដៃអេឡិចត្រូនិកប្រព័ន្ធ auto hold បាននិយាយអំពី spec របស់ម៉ាស៊ីនវិញណាបងប្អូន 4WD ប្រព័ន្ធកាពីតាបងប្អូនហើយប្រើប្រាស់ជាមួយនឹងម៉ាស៊ីនសាំង 2.0T ដែលអាចផលិតកម្លាំងបានខ្លាំងមែនទែនបងប្អូនរហូតទៅដល់ 241 PS និងកម្លាំងរមួលរហូតទៅដល់ 350 Newton meters ឯណោះបងប្អូនចំពោះប្រព័ន្ធសុវត្ថិភាពវិញណាបងប្អូនអ្វីក៏មានដែរ Adaptive Cruise Control ក៏មានកាមេរ៉ា540ក៏មានបាទហ្វ្រាំងដៃអេឡិចត្រូនិកក៏មានចាប់ហ្វ្រាំងបន្ទាន់ក៏មាននិយាយទៅមានមកចប់តែម្ដងអញ្ចឹងឡានក្នុងតម្លៃប៉ុណ្នេះការ design ប៉ុណ្នេះបច្ចេកវិទ្យាប៉ុណ្នេះខ្ញុំគិតថាគឺមិនដឹងរកស្អីទៀតទេដោយសារតែមានមកចប់តែម្ដងហើយឡាននេះគឺមានធានារហូតទៅដល់5ឆ្នាំឯណោះពី Geely Cambodia Geely គឺជាក្រុមហ៊ុនធំមួយដែលមានក្រុមហ៊ុនទូចជាច្រើនចឹងការប្រើប្រាស់គឺមិនធម្មតាទេអញ្ចឹងបើសិនបើបងប្អូនចង់បានឡាននេះកុំភ្លេចទំនាក់ទំនងទៅ Geely Cambodia តាមរយៈលេខទូរស័ព្ទដូចមានបង្ហាញនៅលើអេក្រង់ចឹងវីដេអូនេះខ្លីៗមានតែប៉ុណ្្នឹងទេសូមអរគុណច្រើនសម្រាប់ការទស្សនាអនុញ្ញាតគោរពលាបងប្អូនទាំងអស់គ្នា